ជំរាបសួរអ្នកទាំងអស់គ្នាត្រឡប់មកប្លុករបស់យើងម្ដងទៀតលើកនេះដែរខ្ញុំចង់បង្ហាញពីការរុំស្បែកពានាដំបូងយើងត្រូវយកស្បែកពានាយើងយកមកដាក់នៅលើក្រមុំសិនហើយវាស់មើលអ្នកទាំងអស់គ្នាតែយើងគិតថាយើងដាក់ធម្មតាស្អាតហើយដាក់ធម្មតាកុំឲ្យបាំងខ្សែក្រវ៉ាត់ហើយនេះក៏ជាវីដេអូចុងក្រោយដែលខ្ញុំធ្វើនឹងការរុំស្បែកដែរអ្នកទាំងអស់គ្នាឃើញទេឥឡូវខ្ញុំចាប់ផ្ដើមខ្ទោះហើយយើងខ្ទាស់ខាងក្រោមនេះមួយហើយបន្ទាប់មកបានយើងខ្ទាស់នៅខាងលើនេះមួយទៀតអ្នកទាំងអស់គ្នាបន្ទាប់ពីយើងខ្ទាស់ខាងលើហើយខាងក្រោមហើយយើងចាប់ផ្ដើមទាញស្បៃនឹងមើលសិនហើយបន្ទាប់មកយើងចាប់ផ្ដើមបង្វិលស្បៃហ្នឹងចូលមកខាងក្រោមក្លៀកមកដែលយើងហើយបន្ទាប់មកយើងចាប់ផ្ដើមកាន់ដៃយើងណាចាប់ផ្ដើមកាន់នៅកន្លះកែងខាងចង្កេះនឹងមួយដើម្បីទប់វាឃើញទេអ្នកទាំងអស់គ្នាហើយកាច់កដៃយើងនឹងចុះក្រោមផងដើម្បីឲ្យស្បៃហ្នឹងវាមានលំនឹងណាឃើញទេពេលឃើញកន្លែងខ្ញុំច្អល់ទេអ្នកទាំងអស់គ្នាតោះមកយើងចាប់ផ្ដើមខ្ទាស់មកចូលកន្លែងហ្នឹងមួយទុកចោលសិនហើយតោះមកយើងលើកស្បៃហ្នឹងយកមកដាក់នៅលើស្មារបស់តួយើងនោះមកយើងចាប់ផ្ដើមខ្វែងដៃគ្នាយើងចាប់ផ្ដើមខ្ទាស់ខាងជុលយកមកខ្ទាស់នៅខាងលើមួយទៀតបន្ទាប់ពីយើងខ្ទាស់វាហើយយើងចាប់ផ្ដើមស្រេស្រង់វាហ្នឹងទៅខ្ទាស់ឲ្យវាជាប់ណាអ្នកទាំងអស់គ្នាឃើញទេមកចូលកន្លែងហ្នឹងអ្នកទាំងអស់គ្នាឃើញខ្ញុំបង្ហាញទេហ្នឹងហើយមកចូលយើងចាប់ផ្ដើមខ្ទាស់វាហើយយើងចាប់ផ្ដើមទាញខាងក្រោមតែខាងក្រោយអ្នកទាំងអស់គ្នាខាងក្រោយខ្នងយើងចាប់ផ្ដើមយកមកចូលធំកន្លែងហ្នឹងយើងចាប់ផ្ដើមខ្ទាស់ខាងក្រោមមួយទៀតខាងក្រោមតែខាងក្រោមហ្នឹងយើងខ្ទាស់ឲ្យជាប់នឹងអាវគប់ណាកន្លែងចង្កេះយើងខ្ទាស់វាឲ្យជាប់បន្ទាប់ពីយើងខ្ទាស់កន្លែងហ្នឹងហើយយើងចាប់ផ្ដើមមកមើលកន្លែងដែលវាអត់ស្អាតកន្លែងដែលវាចំហហ្នឹងណាយើងចាប់ផ្ដើមបត់វាអ្នកទាំងអស់គ្នាឃើញទេហើយស្បៃពេលរុំពេលអីក៏ដោយយើងមិនបាច់ចាំបាច់តែទាញវាខ្លាំងឬក៏រឹតវាខ្លាំងទេគឺគ្រាន់តែយកមកបន្ទាប់ពីលើទៅបានហើយឥឡូវខ្ញុំចាប់ផ្ដើមបត់បន្ទាប់ពីខ្ញុំបត់ហើយខ្ញុំចាប់ផ្ដើមយកមកជុលអ្នកនរគ្នាឃើញខ្ញុំបង្ហាញនេះមកជុលធំយកមកខ្ទាស់កន្លែងនេះមួយទៀតខ្ទាស់ហ្នឹងខ្ទាស់លំនឹងវាចាប់វាចំកណ្ដាលហើយខ្ទាស់វាសិនដើម្បីឲ្យវានឹងហើយបានយើងចាប់ផ្ដើមចាប់អាខាងលើខាងក្រោមខ្ទាស់វាកុំឲ្យវាមានហើបមុខហើបក្រោយអីជាតឹងទៅហើយអ្នកទាំងអស់គ្នាត្រូវចាំថាស្បៃណាយើងត្រូវចាំថាពេលយើងរុំស្បៃយើងកុំទាញវាខ្លាំងពេកគ្រាន់តែយើងដូចខ្ញុំបង្ហាញអញ្ចឹងគ្រាន់តែយើងយកមកបន្ទាប់វាពីលើទៅបានហើយបន្ទាប់វាហើយកន្លែងណាដែលយើងខ្វះខាតតែកន្លែងណាដែលយើងគិតថាអូវាអត់ស្អាតទេយើងចាប់ផ្ដើមខ្ទាស់ចូលជីកកន្លែងក្រោមឃ្លីកហ្នឹងដូចខ្ញុំបង្ហាញអញ្ចឹងឲ្យវាជីកឲ្យវាជាជួរអញ្ចឹងទៅដើម្បីយើងងាយស្រួលនឹងដេរយើងដេរក្រោមឃ្លីកអញ្ចឹងទៅហើយឃើញស្បៃយើងស្អាតឈរនឹងអត់ល្មីល្មមទៅណាទៀតដោយសារតាហើយអ្នកនរគ្នាត្រូវចាំថាត្រូវរកមកជុលណាដែលមុតហើយមកជុលណាដែលមុំហើយមកជុលធំខ្ទាស់ខាងក្រោយកន្លែងហ្នឹងអ្នកនរគ្នាឃើញខ្ញុំបង្ហាញគឺខ្ទាស់ជាជួរអញ្ចឹងមកខាងក្រោយហើយបន្ទាប់ពីយើងខ្ទាស់ជាជួរហើយយើងចាប់ផ្ដើមយកមកជុលហ្នឹងមកជុលគេហៅមកជុលគូតមាសណាអ្នកទាំងអស់គ្នាគឺមកជុលធំដូចមកជុលគេដេរបាវអញ្ចឹងមកជុលហ្នឹងមកជុលធំណាហើយមកជុលហ្នឹងគេហៅមកជុលគូតមាសព្រោះដោយសារតែខ្ញុំទៅសាគេប្រាប់ខ្ញុំអញ្ចឹងដែរហើយអ្នកទាំងអស់គ្នាទៅប្រើអំបោះ4សរសៃដោយសារតែយើងត្រូវដេរវាកុំឲ្យវាឃើញមកជុលកណេកណាត់ចឹងវាអត់ស្អាតទេដេររឹតវាធ្វើម៉េចឲ្យវាជាប់ឲ្យវាណែនណាបោះ4សរសៃហ្នឹងយើងចាប់ផ្ដើមដេរវាដេរអ្នកនរគ្នាពេលខ្ញុំដេរបោះ4សរសៃហ្នឹងខ្ញុំចាប់ផ្ដើមទាញពេលខ្ញុំទាញហ្នឹងគឺយកប្រើកម្លាំងខ្លាំងហើយយើងទាញបែបមួយទាញបែបទាញបែបកុំប្រើកម្លាំងដៃហ្នឹងខ្លាំងពេកថ្នមវាហើយដៃយើងហ្នឹងចាប់វានេះចាប់ច្បាច់វាឲ្យវាចូលគ្នាពេលយើងដេរកន្លែងហ្នឹងអ្នកនរគ្នាត្រូវប្រយ័ត្នប្រយ័ត្នពាក់មួយមកជុលដែលយើងពាក់ដៃដូចខ្ញុំអញ្ចឹងពិបាកណាស់ពេលវាពាក់អញ្ចឹងយើងប្រញាប់ផងគឺយឺតដោយសារតែហ្នឹងហ្មងចឹងអ្នកទាំងអស់គ្នាមើលទៅការដេររបស់ខ្ញុំហើយយើងប្រើអំបោះ4សរសៃហើយនេះក៏ជាវីដេអូចុងក្រោយដែលខ្ញុំបានបង្ហាញពីរបៀបការស្លៀកដល់អ្នកទាំងអស់ឥឡូវនេះយើងចាប់ផ្ដើមដេរចិត្តចប់ហើយអ្នកទាំងអស់គ្នាបន្ទាប់ពីយើងដេរចិត្តចប់ដេរដល់ចុងក្រោយនិយាយទៅដេរដល់ស្បែកចុងក្រោយហ្មងអ្នកទាំងអស់គ្នាបន្ទាប់ពីយើងដេរជីកវាដៃយើងហ្នឹងថ្នមចឹងទៅហើយបន្ទាប់ពីយើងដេរចប់ហើយចុងក្រោយហ្នឹងគឺអំបោះដែលនៅសល់ហ្នឹងគឺយើងអត់កាត់វាណាទាំងអស់គ្នាពេលដេរចុងក្រោយហើយអាចុងក្រោយយើងដេរហើយដូចខ្ញុំចង់ប្រាប់ហ្នឹងចុងក្រោយហ្នឹងគឺយើងដេរវាឲ្យជាប់មួយនឹងអាវគប់ហើយដែលមកគេដេរជាប់នឹងអាវគប់គឺកុំឲ្យវាអង្គិលឡើងលើអញ្ចឹងស្បែកយើងហ្នឹងគឺអង្គិលឡើងលើបុកមួយឃ្លីកហើយពេលបុកមួយឃ្លីកឃើញស្បែកហ្នឹងអត់ឈរស្អាតទេស្បែកហ្នឹងអាចនឹងដេរទៅវិញបន្ទាប់ពីយើងដេរហើយយើងមកមើលខាងមុខវិញអ្នកនរគ្នាពេលយើងដេរហើយអ្នកនរគ្នាឃើញស្បែកយើងចាប់ផ្ដើមឈរឥឡូវយើងមកមើលខាងមុខម្ដងបន្ទាប់ពីយើងមើលខាងមុខហើយយើងចាប់ផ្ដើមសេរីខាងក្រោយវិញឲ្យស្អាតអានេះខ្ញុំអត់តង់ខ្ទាស់ទេណាស្អាតហើយចាប់ផ្ដើមខ្ទាស់ពីខាងក្រោយនេះមួយសិនហើយខ្ទាស់ហ្នឹងអ្នកនរគ្នាអត់ខ្ទាស់ប្រឆិតឬក៏អីទេគឺខ្ទាស់ឲ្យត្រង់អ្នកនរគ្នាត្រូវចាំថាពេលយើងរុំស្បែកគឺអត់យកប្រឆិតទេគឺយកត្រង់ស្មើហ្មង
បន្ទាប់ពីយើងខ្ទង់ឲ្យស្អាតហើយយើងចាប់ផ្ដើមសេរីស្បែកយើងឲ្យស្អាតទៅមកយើងត្រូវប្រើម្ជុលដេរទៀតតែអានេះគឺម្ជុលតូចណាអ្នកនរគ្នាហើយប្រើអំបោះពីរសរសៃបន្ទាប់ពីយើងប្រើអំបោះពីរសរសៃយើងដេរអំបោះពីរសរសៃហ្នឹងហើយយើងចាប់ផ្ដើមដេរឲ្យជាប់គ្នាអ្នកនរគ្នាដេររហូតឲ្យដល់ចុងនៃស្បែករបស់យើងបន្ទាប់ពីយើងដេរអញ្ចឹងទៅហើយដេរបន្ទាប់ពីយើងដេរស្បែកតាំងពីលើដល់ក្រោមឥឡូវយើងដេរចប់ហើយអ្នកនរគ្នាចាប់ផ្ដើមទាញមើលហើយឃើញដៃខ្ញុំច្អល់ទេពេលវាត្រង់អញ្ចឹងមកស្បែកយើងឈរវាស្អាតអញ្ចឹងអរគុណអ្នកនរគ្នាតាមដានវីដេអូ